ខត្រីឆ្តោរជាមួយនឹងប៉េងប៉ោះគ្រាន់តែឃើញរូបភាពនឹងថាទំនងមែនតែនរោយស្លឹកខ្ទឹមចេះទៀតមកថារឹតតែឈ្ងុយមើលទៅបងប្អូនអើយពុះគ្រក់នៅក្នុងឆ្នាំងចេះនេះអូយថាឈ្ងុយផ្ទះមួយផ្ទះពីរហើយដាក់ជាមួយបាយក៏ត្រូវជាមួយបបរក៏ត្រូវថាជាតិតែម្ដងបានជាមួយនឹងបបរក្តៅចេះទៀតថារឹតតែឆ្ងាញ់ចំណែកគ្រឿងផ្សំហ្នឹងគឺងាយស្រួលមែនតែនគឺមានតែត្រីឆ្តោរបន្ថែមជាមួយនឹងប៉េងប៉ោះស្លឹកខ្ទឹមខ្ទឹមសម្រេចប៊ីចេងស្ករអំបិលជាមួយនឹងទឹកត្រីជាមួយនឹងទឹកស៊ីអ៊ីវតិចមកថាដាក់ទៅថារឹតតែចូលជាតិគ្នាមែនតែនហើយថ្ងៃនេះវិធីធ្វើរបស់យើងនឹងគឺជាដំបូងគឺយើងលាងទឹកលាងអីឲ្យស្អាតធ្វើត្រីអីឲ្យស្អាតហើយដាក់ឲ្យស្រស់ទឹកយើងចាប់ផ្ដើមមកហាន់ប៉េងប៉ោះនេះនាងខ្ញុំដាក់ចំនួន3ផ្លែយើងចិតយកកន្លែងនេះវាចេញទៅហើយបន្ទាប់មកយើងហាន់វាជាកង់ចំណែកស្លឹកខ្ទឹមនេះគឺយើងដាក់គល់ដាក់ស្លឹកអីចឹងមកបន្ថែមនៅរសជាតិឈ្ងុយសម្រាប់ដែលពេលយើងស្លោឆ្អិនហើយអីហ្នឹងដាក់ចូលទៅហើយចំណែកឯខ្ទឹមសគឺយើងយកមកចិញ្ច្រាំថ្ងៃនេះគឺយើងធ្វើបែបវិធីងាយអញ្ចឹងគឺយើងចាប់ផ្ដើមដាក់ស្ករត្នោតស្ករពីងហ្នឹងថាដាក់មកថាឈ្ងុយមែនតែនស្ករត្នោតខ្មែរពេលដាក់អញ្ចឹងមកថាអូយឈ្ងុយផ្ទះមួយផ្ទះពីរនេះបន្ទាប់ពីយើងកូរស្ករត្នោតនឹងឲ្យរលាយឡើងជើងអង្ក្រងចេះហើយទើបយើងចាប់ផ្ដើមដាក់គ្រឿងក្រៅចូលយើងដាក់ទឹកត្រីចំនួនកន្លះវែកសណ្ដោហ្នឹងយើងដាក់ចូលទៅថាអូយឈ្ងុយមែនតែនទឹកត្រីយើងធ្វើដាក់ជាមួយនឹងប្រហុកនោះបងប្អូនអូយថាឆ្ងាញ់ជាតិមែនតែនហើយបន្ថែមជាមួយនឹងអឺទឹកស៊ីអ៊ីវប្រហែលជាមួយស្លាបព្រាកន្លះបន្ទាប់មកទៀតយើងដាក់ខ្ទឹមយើងកូរឲ្យលីងឲ្យឈ្ងុយអីចឹងហើយយើងបន្ថែមជាមួយនឹងអំបិលបន្តិចជាមួយនឹងប៊ីចេងបន្ទាប់ពីកូរគ្រឿងអីឲ្យសព្វរលាយចូលគ្នាអីហើយគឺយើងចាប់ផ្ដើមដាក់ត្រីចូលមិញហ្នឹងថាដាក់ត្រីមើលទៅខ្លាចធ្វើអត់គ្រាន់ចឹងបន្ថែម2កង់ទៀតដាក់ឲ្យបានច្រើនចឹងទៅយើងញ៉ាំថាឲ្យឆ្អែតតែម្ដងអូយទំនងមែនតែនត្រីឆ្តោរយើងនេះយើងបន្ថែមជាមួយនឹងទឹកបន្តិចដើម្បីកុំឲ្យវាគោកបន្ទាប់ពីយើងដាក់ត្រីអីហើយគឺយើងចាប់ផ្ដើមបើកភ្លើងតិចមករងាស់ហើយយើងបន្ថែមជាមួយនឹងម្រេចកំពតរបស់យើងចេះទៀតមកថារឹតតែឈ្ងុយម្រេចនេះពុកម៉ែអាចបុកឲ្យហើយចាំដាក់ក៏បានឬក៏យើងដាក់ទាំងមូលក៏បានដែរតែយើងដាក់ទាំងមូលទេថាជាតិឆ្ងាញ់មែនតែនហើយបន្ថែមជាមួយនឹងប៉េងប៉ោះដែលយើងបានហាន់ហើយចេះមកគ្របទុករងាស់តិចប្រហែលជា10នាទីអីមកនេះពុកម៉ែបងប្អូនចេញជាតិពីត្រីពីទឹកប៉េងប៉ោះអីហ្នឹងហើយពីទឹកដែលយើងបានដាក់ចេះមកគឺថាអូយទំនងមែនតែនពុះគ្រក់បែបនេះយើងដាក់ភ្លើងហឹមចឹងដើម្បីរងាស់ដើម្បីឲ្យវាឆ្អិនត្រីហើយមួយទៀតគឺដើម្បីថាឲ្យត្រីនឹងឡើងពណ៌ល្អព្រោះយើងអត់យកទឹកច្រើនទេហើយឥឡូវនេះតែពេលយើងរងាស់ចាប់ផ្ដើមរីងទឹកហើយគឺយើងចាប់ផ្ដើមដាក់ទឹកបន្ថែមទឹកនេះនាងខ្ញុំដាក់អត់ដល់លិចត្រីទេពីព្រោះដោយសារយើងចង់បានខបែបទឹកតិចយើងអត់ខយកទឹកច្រើនទេព្រោះត្រីនេះយកមានខឲ្យរងាស់ឆ្អឹងអីទេគឺយើងខឲ្យតែឆ្អិនសាច់ទៅគឺរួចរាល់ហើយបន្ទាប់ពីយើងថាបើកដល់នេះពុះឆ្អិនអីហើយយើងបន្ថែមជាមួយនឹងគល់ខ្ទឹមចេះមកឲ្យវាកាត់ឆ្អាបកាត់អីឈ្ងុយចឹងមកអូយទំនងមែនតែនថាគ្រាន់តែឃើញនឹងឈ្ងុយប្រហើរតែម្ដងក្លិនស្ករក្លិនទឹកត្រីអីនេះដាក់មកទំនងមែនតែនហើយយើងដួសដាក់ចានចេះមកអូយបន្ថែមជាមួយនឹងស្លឹកខ្ទឹមទៀតរឹតតែឈ្ងុយគ្រាន់តែនេះនឹងថានាងខ្ញុំអស់បាយ2ចានទៀតហើយទំនងមែនតែនពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណបើចង់បានវីដេអូផ្សេងទៀតអាច comment នៅខាងក្រោមកុំភ្លេចជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook Page និង TikTok នាងខ្ញុំផងឈ្មោះអ៊ុំចាណេតជម្រាបលា